នៅក្នុងភូមិខ្មែរតូចមួយដែលពោពេញដោយសម្លេងបាក់សីនិងខ្យល់ត្រជាក់ពេលព្រឹកមានស្មាពីរនាក់រស់នៅយ៉ាងសាមញ្ញនិងសប្បាយរីករាយជារៀងរាល់ថ្ងៃនេះស្រស់ស្អាតណាស់ថ្ងៃមួយស៊ីណានិងវណ្ណាដើរលេងឆ្លងកាត់ព្រៃជេចាស់ៗដែលមនុស្សចាស់ៗក្នុងភូមិតែងប្រាប់ថាកុំឲ្យចូលចិត្តពេលល្ងាចស៊ីណាទីនេះគេថាមានខ្មោចភ្លាមនោះខ្យល់ត្រជាក់ចម្លែកមួយបានផ្ដុំធ្វើឲ្យស្លឹកចេករំញ័រហើយបរិយាកាសជុំវិញក៏ចាប់ផ្ដើមស្ងប់ស្ងាត់ជាងមុនអូនមិនខ្លាចទេស៊ីណាបានឈប់ហើយស្ដាប់យ៉ាងប្រុងប្រយ័ត្ននាងស្ដាប់ឮសំឡេងស្រាលដូចជាមនុស្សកំពុងនិយាយពីក្នុងដើមចេកមួយនរណានេះភ្លាមនោះខ្មោចចេកឆ្វាបានបង្ហាញខ្លួនយ៉ាងទន់ភ្លន់មិនគួរឲ្យភ័យដូចរឿងដែលគេធ្លាប់និយាយឡើយកុំភ័យអីវណ្ណាមានការភ័យខ្លាចខ្លាំងប៉ុន្តែស៊ីណានៅតែឈរដោយចិត្តក្លាហាននិងភ្នែកពោពេញដោយការចង់ដឹងខ្មោចពិតមែនខ្មោចចេកឆ្វានិយាយដោយសំឡេងទន់ថានាងមិនមែនជាខ្មោចអាក្រក់ទេនាងគ្រាន់តែឯកោនិងរស់នៅទីនេះយូរណាស់មកហើយខ្ញុំគ្រាន់តែឯកោស៊ីណាស្ដាប់ដោយចិត្តអាណិតហើយនាងងញឹមយ៉ាងទន់ភ្លន់ដោយយល់ថាមិនមែនអ្វីទាំងអស់ដែលគេហៅថាខ្មោចសុទ្ធតែអាក្រក់នោះទេយើងអាចធ្វើមិត្តបានវណ្ណាបានដកដង្ហើមយឺតហើយចាប់ផ្ដើមស្ងប់ចិត្តគាត់ឃើញថាខ្មោចនេះមិនបានធ្វើអ្វីគួរឲ្យភ័យឡើយនាងមិនគួរឲ្យភ័យទេពេលនោះយាយម៉ាឡាដែលជាមនុស្សចាស់មានប្រាជ្ញាក្នុងភូមិបានដើរមកដល់ដោយស្នាមញញឹមស្ងប់ស្ងាត់ខ្មោចនេះការពារភូមិយើងយាយម៉ាឡាបានប្រាប់ថាខ្មោចចេកឆ្មាគឺជាវិញ្ញាណដែលការពារព្រៃម៉រនិងភូមិនេះមិនឲ្យមានអំពើអាក្រក់កើតឡើងខ្ញុំស្រឡាញ់ភូមិនេះស៊ីណានិងវណ្ណាបានយកផ្លែចេកស្រស់មកជូនខ្មោចដោយចិត្តគោរពនិងមេត្តាករុណាសម្រាប់ញាក់ខ្មោចចេកឆ្វាបានញញឹមយ៉ាងរីករាយជាលើកដំបូងក្នុងរយៈពេលយូរហើយចិត្តរបស់នាងពោពេញដោយសុភមង្គលអរគុណពន្លឺវេទមន្តទន់បានភ្លឺចេញពីខ្លួនខ្មោចបង្ហាញថាចិត្តល្អនិងការយល់ចិត្តគ្នាមានអំណាចខ្លាំងណាស់ភូមិទាំងមូលបានត្រឡប់ទៅភាពស្ងប់ស្ងាត់និងសុវត្ថិភាពដូចជាកាលពីមុនវិញចិត្តល្អឈ្នះការភ័យខ្លាចស៊ីណានិងវណ្ណាដើរត្រឡប់ទៅផ្ទះដោយចិត្តសប្បាយនិងមានបទពិសោធន៍ថ្មីដែលពួកគេមិនភ្លេចឡើយថ្ងៃនេះយើងរៀនច្រើនណាស់ខ្មោចចេកឆ្វាឈរមើលពួកគេពីចម្ងាយដោយភ្នែកពោពេញដោយក្តីស្រឡាញ់និងការអរគុណថ្ងៃលិចយឺតក្រោយដើមចេកធ្វើឲ្យព្រៃទាំងមូលមើលទៅស្រស់ស្អាតនិងស្ងប់ស្ងាត់រឿងនេះបង្រៀនឲ្យយើងដឹងថាកុំវិនិច្ឆ័យអ្នកណាម្នាក់ត្រឹមតែរឿងដែលយើងបានឮព្រោះចិត្តល្អអាចផ្លាស់ប្ដូរអ្វីបានហើយនេះគឺជាចុងបញ្ចប់របស់រឿងខ្មោចចេកឆ្វារឿងព្រេងខ្មែរដែលបង្រៀនពីមេត្តាករុណាការយល់ចិត្តគ្នានិងភាពក្លាហាន